ជាពិសេសប្រទេសកម្ពុជាយើងបានជួបដោយផ្ទាល់នៅសង្គ្រាមព្រំដែនហើយបន្តរហូតអូសបន្លាយរហូតដល់ឆ្នាំ2026ណាអញ្ចឹងអាសង្គ្រាមបាញ់គ្នាវាចប់ហើយមិនមែននៅអាសង្គ្រាមបង្កភាពអានេះឈឺក្បាលក៏ឈឺក្បាលអញ្ចឹងទៅដល់ពេល 3-4 ឆ្នាំក្រោយបានផ្ទុះមកក្តឹងមកទៀតសម្រួលទៀតណាយ៉ាងណាអត់ចប់ទេណាបងប្អូនអត់ចប់ទេនៅតែឈឺក្បាលហ្នឹងតទៅតមកតទៅតមកហ្នឹងមែនចឹងយើងមាន4ចំណុចប្រងព្រៀងគ្នា4ចំណុចប្រងព្រៀងគ្នាហើយគ្រាន់តែធ្វើអា2ចំណុចខាងលើយើងចំណាយពេលប្រហែលជាអាចនឹង 2-3 ឆ្នាំ2ចំណុចខាងលើតែចឹងរឿងយូរសៀមវាវាយយើងហ្នឹងសិតតែយុទ្ធសាស្ត្រហើយអូឯងធ្វើ agreement ឈប់បាញ់គ្នាបានអញឈប់បាញ់គ្នាប៉ុន្តែអញបត់របបកងឡានអញរាវមីងអញដាក់ឈូចុះឈូឡើងហ្នឹងហើយអាហ្នឹងហើយដែលគេហៅថា creative content របស់វាហើយវាធ្វើវាមានរបៀបវាបន្ទាប់ពីអាហ្នឹងវាដឹងតែធ្វើគោលដៅណាទៀតទេណាវាដឹងគោលដៅត្រូវធ្វើបន្តទៀតត្រូវធ្វើរបៀបម៉េចធ្វើម៉េចកាលណាយើងគាត់ប្រជុំចប់ម៉ាឡេស៊ីអាស្អីគេនោះវាចេញមកនិយាយថ្ងៃ31ថ្ងៃ30បែនវាយទេថ្ងៃ31វាហៅជាពលរដ្ឋវានាំគ្នាទៅធ្វើបាតកម្មតែខ្មែរទៅភូមិហ្នឹងនេះបងប្អូនអានឹងគាត់ខិនវាគាត់ខិនគ្នាទីវវាហើយវាទឹកវាមានអស់ហើយអាហ្នឹងណាវាមានអស់ហើយពីព្រោះវាធ្លាប់ធ្វើជាមួយឡាវតាំងពី20ឆ្នាំមុនម៉េះ25ឆ្នាំមុនម៉េះវាដឹងថាបញ្ចប់ពីនោះទៅធ្វើអ្វីបានវាដាក់យុទ្ធសាស្ត្រនោះវាដាក់ថាចក្រពងភវរីវាដាក់ឈ្មោះយុទ្ធសាស្ត្រវាដើម្បីយុទ្ធសាស្ត្រតបព្រៃសម្រាប់ច្បាំងអានោះដល់ពេលទៅបាំងមួយភូមិមានតបព្រៃណាភូមិអថាក់យកវាយយកមកងាប់អត់ខ្វល់ងាប់ទៅហ៊ានដល់ប្រជាជនអត់ខ្វល់ជួបគ្នាជាមួយលោក Master Davidson ក្នុងវិជាយ៉ាងកងក្នុងពេលឆាប់ៗនេះ